ហើយរំលោភដែនអាកាសកម្ពុជាកាន់តែជ្រៅមុននេះបន្តិចយន្តហោះចម្បាំង F16 ថៃបានចូលទម្លាក់គ្រាប់ចំនួន3គ្រាប់នៅក្នុងក្រុងសិរីសភ័ណ្ឌក្រសួងការពារជាតិកម្ពុជាចេញសេចក្តីប្រកាសព័ត៌មានមុននេះបន្តិចឲ្យដឹងថានៅក្នុងថ្ងៃទី18ខែធ្នូ2025នេះយោធាថៃពន្លាតទីតាំងចំនួនបន្ថែមដោយប្រើប្រាស់យន្តហោះ F16 ទម្លាក់គ្រាប់បែកចំនួន2គ្រាប់នៅក្នុងភូមិសាស្ត្រក្រុងសិរីសភ័ណ្ឌខេត្តបន្ទាយមានជ័យនៅវេលាម៉ោង 2:32 នាទីរសៀលលុះប្រហែល13នាទីក្រោយមកយោធាថៃក៏បានវិលត្រឡប់មកវិញសាជាថ្មីហើយក៏បន្តទម្លាក់នៅគ្រាប់បែកចំនួន1គ្រាប់បន្ថែមទៀតដោយប្រើនៅ F16 ដដែលសរុបទាំងអស់មានចំនួន3គ្រាប់នៅក្នុងក្រុងសិរីសភ័ណ្ឌបន្ទាប់ពីយោធាថៃបានប្រើ F16 ទម្លាក់នៅក្នុងក្រុងប៉ោយប៉ែតចំនួន2គ្រាប់កាលពីព្រឹកមិញគិតត្រឹមម៉ោង 3 រសៀលនេះនៅក្នុងខេត្តបន្ទាយមានជ័យមានចំនួន5គ្រាប់ហើយដែលត្រូវបានយោធាថៃទម្លាក់ដោយ F16 កងកម្លាំងកម្ពុជាបាននឹងកំពុងតាមដានយ៉ាងយកចិត្តទុកដាក់និងឈរជើងយ៉ាងរឹងមាំស្វាហាប់មោះមុតនៅតែបន្តតស៊ូយ៉ាងស្វិតស្វែងតតាំងជាមួយសត្រូវឈ្លានពាននិងប្រុងប្រយ័ត្នខ្ពស់ជានិច្ចក្នុងការដែលបំពេញតួនាទីរបស់ខ្លួនដើម្បីការពារបូរណភាពទឹកដីរបស់កម្ពុជានិងសេចក្តីថ្លៃថ្នូររបស់យើងក្លាហានអង់អាចដោយមិនងាករេជាដាច់ខាតនៅក្នុងតម្លៃណាក៏ដោយ